យាយមែនស្អប់ម្ទេសផ្លោកដល់ក៏តែឥឡូវនេះបែរជាចូលចិត្តវិញសាកឆាញ៉ាំជាមួយនឹងសាច់គោពេលញ៉ាំទៅអូមិនដឹងថាឆ្ងាញ់តាមពិតជាក់ស្ដែងតាមយើងធ្វើកុំឲ្យកពុលដោយសារខ្ញុំចិត្តក្លិនចឹងម្ទេសផ្លោកបបងនៅសល់3ផ្លែតលេនតែនក៏យកមកសាកឆាមើលថាឆ្ងាញ់អត់អីចឹងណាហើយមុខម្ហូបមួយមុខហ្នឹងប្តីខ្ញុំចូលចិត្តតែខ្ញុំអត់ចូលចិត្តដោយសារអីគឺខ្ញុំអត់ចូលចិត្តក្លិនម្ទេសផ្លោកហ្នឹងទេតែពេលដែលខ្ញុំធ្វើបែបនេះអញ្ចឹងគឺម្ទេសផ្លោកយើងគឺអត់មានធំក្លិនកពុលខ្លាំងទេហើយអ្វីដែលសំខាន់គឺស្រួយឆ្ងាញ់ហើយបេះពីដើមភ្លាមអញ្ចឹងបងប្អូនណយឡើងសាច់វាឡើងផ្អែមហើយឡើងនិយាយទៅឡើងស្រួយទៀតបងប្អូនឆ្ងាញ់ខ្លាំងមិននឹកស្មានថាម្ទេសផ្លោកឆ្ងាញ់ចឹងសោះដល់អញ្ចឹងរៀនញ៉ាំតាំងពីយូរបាទឥឡូវនេះខ្ញុំយកម្ទេសផ្លោក3ផ្លែហ្នឹងយកមកហាន់លាងសម្អាតចិត្តវាស្ដាងអញ្ចឹងណាបងប្អូនហើយក៏ខ្ញុំលាយជាមួយនឹងការ៉ុតខ្លះដែរកុំឲ្យម្ទេសផ្លោកយើងនឹងកពុលខ្លាំងពេកគឺខ្ញុំហាន់បែបហ្នឹងបងប្អូនដើម្បីងាយស្រួលញ៉ាំហើយឆាប់ឆ្អិនទៀតដោយសារតែយើងហាន់ម្ទេសផ្លោកយើងរៀងស្ដាងដែរអញ្ចឹងណាបងប្អូនហើយក៏យកទៅលាងចូលគ្នាតែម្ដងលាងម្ដងរួចបន្ទាប់ពីលាងហើយគឺខ្ញុំយកមកស្ងោរសិនណាបងប្អូនមកស្រុះវាសិនប្រហែលជា5នាទីដែរបងប្អូនហើយខ្ញុំក៏ដាក់អំបិលជាមួយនឹងប្រេងឆាបន្តិចដើម្បីឲ្យបន្លែរបស់យើងនៅស្រស់ល្អហើយស្រួយអញ្ចឹងណាបងប្អូនហើយបាត់ជាតិហាងពីម្ទេសផ្លោកផងជាតិកពុលពីការ៉ុតផងដែរហើយល្មមថាចិត្តឆ្អិនដែរហើយក៏ខ្ញុំស្រង់ចេញហើយក៏ដាក់ត្រាំជាមួយទឹកត្រជាក់យើងធម្មតានឹងឯងបងប្អូនមានទឹកកកដាក់ទឹកកកបើខ្ញុំអត់មានគឺខ្ញុំបើកទឹកត្រជាក់ហ្នឹងយើងត្រាំធម្មតាមកយកពេលហ្នឹងដែរគឺខ្ញុំមកហាន់សាច់គោឲ្យស្ដើងអញ្ចឹងណាហើយសាច់គោលាយជាមួយនឹងខ្លាញ់តិចអញ្ចឹងទៀតណាថាជាតិបងប្អូននិយាយទៅឆាចូលគ្រឿងគ្នាតែម្ដងសាច់គ្រឿងបន្លែយើងត្រៀមចំរួចហើយឥឡូវយើងមកដាក់ផ្ទះដើម្បីឆាម្ដងដាក់ប្រេងឆាចូលហើយដាក់ខ្ទឹមច្រាំចូលដើម្បីបំពងឲ្យឈ្ងុយដាក់មកល្មមថាពងក្រងហើយចាប់ដាក់ជាមួយនឹងសាច់គោរបស់យើងចូលដាក់ម្សៅស៊ុបមាន់បន្តិចមកដាក់អំបិលបន្តិចដាក់ប៊ីចេងបន្តិចមកស្ករសបន្តិចមកដាក់តាមចំណង់ចំណូលចិត្តបងប្អូនចូលចិត្តហើយក៏ប្រេងខ្យងបន្តិចដែរអូសពហើយចំណាក់ទឹកត្រីចូលដាក់ទឹកស្អាតបន្តិចមកបងប្អូនដើម្បីឲ្យល្បាយចូលគ្នាដើម្បីឲ្យសាច់យើងហើយនឹងគ្រឿងក្រូវចូលគ្រឿងគ្នាឆ្ងាញ់អញ្ចឹងណាហើយក៏ខ្ញុំថែមជាមួយទឹកស៊ីអ៊ីវខាប់បន្តិចដើម្បីឲ្យឃើញពណ៌ស្រស់ស្អាតនៃឆារបស់យើងដាក់បន្លែយើងចូលឆាពី3ត្រឡប់ទៅបានហើយបងប្អូនគឺល្មមញ៉ាំហើយច្រឹបគឺឆ្ងាញ់តែម្ដងឆាយើងរួចរាល់ហើយបងប្អូននិយាយទៅឆ្ងាញ់ជាតិសាហាវហ្មងណាមកមុខនឹងនិយាយខ្លែមក៏ត្រូវដែរបងប្អូនអើយយើងញ៉ាំមួយបាយគឺចុះបាយសាហាវហ្មងបើកលេចមើលពណ៌របស់គេវិញឡើងអែមហ្មងឡើង colorful ហ្មងបងប្អូនតំណងញ៉ាំអត់បងប្អូន